សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយ admin នៅក្នុងវីដេអូនេះ admin មានខ្សែភាពយន្តមួយដែលនៅក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីសាច់រឿងនៃខ្សែភាពយន្តបែបប្រយុទ្ធនិងភ័យរន្ធត់ដែលមានចំណងជើងថា Mantis នៅក្នុងរឿងនេះឃាតករដែលទើបតែត្រឡប់មកផ្ទះវិញពីវិស្មកាលបានរកឃើញថាក្រុមហ៊ុនរបស់គាត់បានកសាយធនបន្ទាប់មកនៅចំកណ្ដាលនៃបញ្ហានេះតួអង្គសំខាន់ត្រូវប្រឈមមុខនឹងការស្លាប់ដែលមិននឹកស្មានដល់ប៉ុន្តែមុនពេលយើងចូលទៅដល់សាច់រឿងខ្ញុំចង់រំលឹកអ្នកថាសូមកុំភ្លេចចុច like comment subscribe និងបើកកណ្ដឹងដោយមិនចាំបាច់និយាយយូរទៀតទេតោះយើងចូលដល់សាច់ដំបូងឡើយខ្សែភាពយន្តនេះតាមដានសក្តានុភាពនៃពិភពឃាតករស៊ីឈ្នួលបន្ទាប់មកនៅចំណុចមួយមានឃាតករដែលបានស៊ីឈ្នួល2នាក់ដែលកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដោយសារតែមិនមានបេសកកម្មត្រូវបានផ្ដល់ឲ្យបន្ទាប់មកអ្នកទាំងពីរពិភាក្សាគ្នាអំពីច្បាប់ដែលឃាតករស៊ីឈ្នួលត្រូវតែគោរពតាមដូច្នេះឃាតករស៊ីឈ្នួលអាចអនុវត្តបេសកកម្មដែលត្រូវបានអនុញ្ញាតដោយក្រុមហ៊ុនដែលជួលពួកគេតែប៉ុណ្ណោះមានបេសកកម្មដែលត្រូវបានហាមឃាត់មិនឲ្យកំណត់គោលដៅលើកុមារមិនទាន់គ្រប់អាយុផងដែរជាក់ស្ដែងច្បាប់ទាំងអស់នេះត្រូវបានធ្វើឡើងដោយលោក Min Q ដែលជានាយកក្រុមហ៊ុនឃាតករស៊ីឈ្នួលធំជាងគេដែលមានឈ្មោះថា MK មិនយូរប៉ុន្មានម្នាក់ក្នុងចំណោមមនុស្ស2នាក់ត្រូវបានសម្លាប់ដោយឃាតករស៊ីឈ្នួល MK វាបានបង្ហាញថាអ្នកទាំងពីរគឺជាគោលដៅនៃការសម្លាប់ពីព្រោះពួកគេបានរំលោភលើច្បាប់តាមពិតទៅពួកគេបានបំពានច្បាប់ដោយសារតែការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចមិននៅចាំយូរមនុស្សម្នាក់ទៀតនោះបានព្យាយាមរត់គេចពី Min Q ដែលបានមកកន្លែងកើតហេតុដើម្បីផ្សព្វផ្សាយបទល្មើសរបស់ពួកគេដែលបានប្រព្រឹត្តបន្ទាប់ពី 2-3 វិនាទីឃាតករស៊ីឈ្នួលម្នាក់ឈ្មោះ Han Ul បានលេចចេញមកជាក់ស្ដែង Han Ul មានឈ្មោះហៅក្រៅថា Mantis ហើយគាត់គឺជាឃាតករដែលទទួលបានប្រាក់ខែដ៏អស្ចារ្យបំផុតម្នាក់ក្នុងលោកដោយមានអាវុធជាកាំបិតពីរដើមជាលក្ខណៈពិសេសរបស់គាត់ Han Ul បានសម្លាប់មនុស្សចុងក្រោយដែលបានរត់គេចខ្លួនពី Min Q ពីមុនបន្ទាប់ពីនោះ Han Ul និង Min Q បាននិយាយគ្នាក្នុងលក្ខណៈមិត្តភាព Han Ul ក៏បានទទួលស្គាល់ផងដែរថាគាត់មានបំណងចាក់ចេញពី MK ដើម្បីអាចក្លាយជាឃាតករដែលទទួលបានប្រាក់ឈ្នួលឯករាជ្យក្នុងនាមជាចៅហ្វាយល្អ Min Q គាំទ្រផែនការរបស់ Han Ul ទោះជាយ៉ាងណាក៏ដោយគួរចងចាំថាឃាតករដែលស៊ីឈ្នួលដែលមិនមានក្រុមហ៊ុននឹងពិបាកក្នុងការស្វែងរកអតិថិជនបន្ទាប់ពីនិយាយជាមួយ Min Q ទីបំផុត Han Ul បានទៅវិស្មកាលនៅមុនថ្ងៃវិស្មកាលរបស់គាត់ Han Ul បានទទួលដំណឹងថា MK បានកសាយធនទន្ទឹមនឹងនេះ Min Q ត្រូវបានសម្លាប់ដោយឃាតករស៊ីឈ្នួលម្នាក់ដែលមានឈ្មោះបុកស៊ុនបន្ទាប់ពីដឹងអំពីរឿងនេះ Han Ul បានដកខ្លួនចេញពី MK ទន្ទឹមនឹងនេះមានឃាតករម្នាក់ឈ្មោះ G ដែលជាមិត្តល្អរបស់ Han Ul វាបានបង្ហាញថា JE កំពុងធ្វើការឲ្យក្រុមហ៊ុនឃាតករស៊ីឈ្នួលដែលនឹងខ្សែធនក្នុងពេលឆាប់ៗនេះរឿងនេះក៏ត្រូវបានបង្ហាញឲ្យឃើញដោយការិយាល័យរបស់ក្រុមហ៊ុនដែលនឹងត្រូវបិទជាអចិន្ត្រៃយ៍ក្នុងពេលឆាប់ៗនេះក្នុងអំឡុងពេលទំនេររបស់គាត់ Han Ul បានអញ្ជើញ JE ឲ្យមកជួបជុំជាមួយមិត្តភ័ក្តិរបស់ពួកគេដែលក៏ជាឃាតករស៊ីឈ្នួលផងដែរពេលនេះបង្ហាញថា JE ធ្លាប់បានសហការជាមួយ MK មុនពេលសម្រេចចិត្តចេញទៅក្រៅទោះបីជា Han Ul តែងតែយកចិត្តទុកដាក់ចំពោះ JE ក៏ដោយតែគួរកត់សម្គាល់ថា Han Ul និង JE ធ្លាប់បានប្រយុទ្ធគ្នាផងដែរដោយសារ Han Ul គឺជាឃាតករស៊ីឈ្នួលខ្លាំងបំផុតម្នាក់វាជារឿងធម្មតាដោយសារតែគាត់បានក្លាយជាមនុស្សលេចធ្លោបំផុតក្នុងចំណោមមិត្តភ័ក្តិរបស់គាត់បន្ទាប់ពីនោះ Han Ul មានបេសកកម្មមួយគឺជួយ MK ឲ្យរស់ឡើងវិញពីព្រោះគាត់ជឿជាក់ថាក្រុមហ៊ុននៅតែមានសក្តានុពលដែលអាចត្រូវបានស្ដារឡើងវិញដើម្បីអនុវត្តបេសកកម្មរបស់គាត់ Han Ul បានទៅជួបបុរសអ្នកមានម្នាក់ឈ្មោះ Dogo បន្ទាប់មកនៅដើមដំបូងនៃកិច្ចប្រជុំរបស់ពួកគេ Han Ul ត្រូវប្រឈមមុខនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Dogoពេលត្រូវបានគេឡោមព័ទ្ធ Han Ul បានគ្រប់គ្រងការវាយប្រហាររបស់ Dogo តាមពិតទៅ Dogo ក៏ជាស្ថាបនិកនៃ MK រួមជាមួយ Min Q ផងដែរទោះជាយ៉ាងណាក៏ដោយសារតែបញ្ហាផ្ទាល់ខ្លួន Dogo ទីបំផុតក្លាយជាសត្រូវជាមួយ Min Q រហូតដល់ទីបំផុត Dogo បានចាក់ចេញពី MK ហើយឥឡូវនេះ Dogo បានចូលនិវត្តន៍ពីពិភពឃាតករស៊ីឈ្នួលទោះបីជាយ៉ាងណាក៏ដោយ Han Ul ព្យាយាមបញ្ចុះបញ្ចូល Dogo ឲ្យត្រឡប់ទៅ MK វិញហើយស្ដារក្រុមហ៊ុនឡើងវិញក្នុងឱកាសដដែលនោះ Dogo ក៏បាននិយាយអំពី JE ផងដែរវាបានបង្ហាញថា Han Ul និង JE ធ្លាប់វឹកហាត់ដើម្បីក្លាយជាឃាតករស៊ីឈ្នួលពី MK បន្ទាប់មកក្នុងអំឡុងពេលវឹកហាត់នោះ Han Ul តែងតែយកឈ្នះ JE ក្នុងការប្រកួតសាកល្បងនេះជាមូលហេតុដែល Min Q និង Dogo ជ្រើសរើសបង្ហាញ Han Ul ជាលើកដំបូងត្រឡប់មកបច្ចុប្បន្នក្រុមរបស់ Han Ul បានរកឃើញអ្នកអភិវឌ្ឍហ្គេមម្នាក់ឈ្មោះ Benjamin វាបង្ហាញថា Han Ul
ឥឡូវនេះកំពុងព្យាយាមបង្កើតក្រុមហ៊ុនឃាតករស៊ីឈ្នួលជាមួយក្រុមរបស់គាត់បន្ទាប់មក Han-ol បានចុះបញ្ជី Benjamin ជាបេក្ខជនវិនិយោគិនពីព្រោះនៅពេលនោះ Benjamin បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើអាជីវកម្មជាមួយ Han-ol បន្ទាប់មកនៅពាក់កណ្ដាលនៃការធ្វើបទបង្ហាញរបស់ក្រុម Han-ol Benjamin បានទទូចថាគាត់មិនខ្វល់ពីអត្ថប្រយោជន៍ហិរញ្ញវត្ថុទេពីព្រោះតាមពិតទៅ Benjamin គ្រាន់តែយកចិត្តទុកដាក់លើសមត្ថភាពរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះបន្ទាប់មក Benjamin បានសារភាពថាគាត់ចង់ដឹងចង់ឃើញអំពី JE ខ្លាំងណាស់ព្រោះគាត់ជាឃាតករដ៏ស្រស់ស្អាតម្នាក់ដែលមានប្រាក់ខែពីទីនោះ Benjamin បានសាក់លបងជាមួយ JE ដោយចង់ឲ្យនាងប្រកួតជាមួយ Han-ol ដើម្បីឲ្យគាត់អាចសម្រេចចិត្តថាតើត្រូវធ្វើជាអ្នកវិនិយោគឬអត់នៅទីបំផុត Han-ol បានបដិសេធយ៉ាងដាច់អហង្ការចំពោះការសាក់លបងរបស់ Benjamin ព្រោះគាត់យកចិត្តទុកដាក់ចំពោះ JE បន្ទាប់ពីបានជួប Benjamin ក្រុមរបស់ Han-ol បាននិយាយអំពីការបរាជ័យនៃបទបង្ហាញរបស់ពួកគេសមាជិកម្នាក់ឈ្មោះ Dong Jong បានចាក់ចេញពីក្រុមពីព្រោះគាត់មានការតូចចិត្តនឹងអាកប្បកិរិយារបស់ Han-ol ដែលគាត់ខកខានឱកាសធ្វើការជាមួយ Benjamin នៅយប់នោះ Han-ol បាននិយាយជាមួយ JE ទោះបីជាគាត់មិនអាចរកអ្នកវិនិយោគបានក៏ដោយ Han-ol នៅតែតាំងចិត្តបង្កើតក្រុមហ៊ុនមួយឥឡូវនេះ Han-ol នឹងតាក់ទងអតិថិជនរបស់គាត់ដែលគាត់ស្គាល់ពី MK ដើម្បីឲ្យគាត់អាចទទួលបានបេសកកម្មមួយដើម្បីចាប់ផ្ដើមក្រុមហ៊ុនរបស់គាត់ពេលវេលាបានកន្លងផុតទៅរហូតដល់ Han-ol បាននាំមកនូវដំណឹងល្អសម្រាប់ក្រុមរបស់គាត់វាបានបង្ហាញថា Han-ol អាចទទួលបានបេសកកម្មជាច្រើនដែលមានកម្រិតលំបាកខុសៗគ្នាបន្ទាប់មក Han-ol បានផ្ដល់បេសកកម្មដល់សមាជិកក្រុមរបស់គាត់ម្នាក់ៗទៅតាមសមត្ថភាពរបស់ពួកគេឥឡូវនេះ Han-ol បានដាក់ឈ្មោះក្រុមហ៊ុនឈានមុខគេរបស់គាត់ថាក្រុមហ៊ុន Antis បន្ទាប់ពីនោះក្រុមរបស់ Han-ol បានគ្រប់គ្រងដើម្បីបំពេញបេសកកម្មនីមួយបន្ទាប់មកនៅពេលដែលក្រុមហ៊ុន Mantis ចាប់ផ្ដើមដំណើរការ Han-ol និង JE បានចូលរួមក្នុងកិច្ចពិភាក្សាមួយមូលហេតុគឺថា JE មានអារម្មណ៍ថា Han-ol មិនទុកចិត្តអ្នកក្រោមបង្គាប់របស់គាត់ទេដូច្នេះ Han-ol ច្រើនតែដោះស្រាយរាល់បញ្ហាអាជីវកម្មដោយមិនឲ្យពួកលើសពីនេះ Han-ol ត្រូវបានគេចាត់ទុកថាបានមើលស្រាលអ្នកក្រោមបង្គាប់ទាំងអស់របស់គាត់រួមទាំង JE ផងដែរការសង្ស័យនេះត្រូវបានពង្រឹងដោយការសម្រេចចិត្តរបស់ Han-ol ដែលថាគាត់មិនដែលផ្ដល់បេសកកម្មកម្រិតខ្ពស់ដល់ JE ឡើយបន្ទាប់មក Han-ol បានឆ្លើយតបទៅនឹងការរិះគន់របស់ JE ជាមួយនឹងការបញ្ចេញមតិបែបខឹងសម្បារដែលធ្វើឲ្យពួកគេឈ្លោះប្រកែកគ្នាបន្ទាប់មករឿងនេះបង្ហាញពីអតីតកាលរបស់ Han-ol និង JE នៅពេលដែលពួកគេត្រូវបានតាមដានការវឹកហាត់ដោយដូច្នេះបន្ទាប់ពីចាញ់ការប្រកួតជាញឹកញាប់ក្រោយដៃ Han-ol JE បានសុំឲ្យ Doggo ធ្វើឲ្យពួកគេប្រយុទ្ធពិតទោះជាយ៉ាងណាក៏ដោយ Doggo បានបដិសេធព្រោះគាត់មិនចង់ឲ្យនាងប្រថុយនឹងឃាតករដ៏ជំនាញដូចជា Han-ol Doggo ក៏បានរំលឹកផងដែរថា JE នឹងមិនអាចយកឈ្នះ Han-ol បានទេដោយមិនអាចទទួលយករឿងនេះបាន JE បានប្រកែកហើយហ៊ានវាយប្រហារ Doggo យ៉ាងណាក៏ដោយ Doggo បានគ្រប់គ្រងការវាយប្រហារនោះហើយបានផ្ដល់ដំបូន្មានសំខាន់ដល់ JE ដូច្នេះប្រសិនបើ JE មិនចង់រងសម្ពាធទេគាត់ត្រូវតែដកខ្លួនចេញពីគូប្រជែងដ៏ខ្លាំងក្លារបស់នាងដូចជា Han-ol នេះឯងត្រឡប់ទៅបច្ចុប្បន្នវិញ Doggo អាចទាយបានថា Han-ol កំពុងមានបញ្ហាជាមួយ JE បន្ទាប់មក Doggo បានសារភាពថាគាត់មានជម្លោះជាមួយ Min-kyu ពីព្រោះ Min-kyu មានអំណាចជាងគាត់ទីបំផុត Doggo បានសុំឲ្យ Han-ol ប្រុងប្រយ័ត្នព្រោះជម្លោះរបស់គាត់ជាមួយ JE អាចប្រែក្លាយពួកគេទៅជាសត្រូវដែលធ្វើឲ្យគ្នាឈឺចាប់ទៅវិញទៅមកទន្ទឹមនឹងនេះពេល JE ដែលនៅម្នាក់ឯងត្រូវបានវាយប្រហារភ្លាមៗដោយក្រុមមនុស្សមួយក្រុមបន្ទាប់មក JE បានប្រយុទ្ធយ៉ាងស្វាហាប់ដើម្បីអាចបន្ធូរបន្ថយភាពតានតឹងដែលបណ្ដាលមកពីជម្លោះរបស់នាងជាមួយ Han-ol នៅផ្នែកខាងលើ JE បានសម្លាប់ Dong Jong ដែលបានបង្ហាញថាជាសមាជិកម្នាក់នៃក្រុមនោះមិនយូរប៉ុន្មាន Benjamin បានបង្ហាញខ្លួនហើយបង្ហាញថាគាត់កំពុងវាយប្រហារ JE ឥឡូវនេះបន្ទាប់ពីដឹងពីសមត្ថភាពពិតរបស់ JE Benjamin ក៏ចង់ដឹងចង់ឃើញថាតើ JE ពិតជាមានសមត្ថភាពទាបជាងកម្រិតរបស់ Han-ol ដែរឬទេនៅថ្ងៃបន្ទាប់ Han-ol បានរងចាំ JE ពេលកំពុងនិយាយជាមួយ Somin និង Bombayបន្ទាប់មក Somin និង Bombay មានការភ្ញាក់ផ្អើលនៅពេលឃើញ JE ស្រាប់តែហ៊ានសុំប្រយុទ្ធជាមួយ Han-ol JE បានបបួល Han-ol ឲ្យប្រកួតគ្នានៅលើផ្នែកខាងលើដំបូលនៃអគារបន្ទាប់ពីនោះ JE បានយកឈ្នះ Han-ol ហើយភ្ជង់កាំបិតមករកគាត់បន្ទាប់មក Han-ol បានសុំឲ្យ JE ស្ងប់ចិត្តហើយសន្យាថានឹងតែងតាំងគាត់ជាចៅហ្វាយថ្មីរបស់ក្រុមហ៊ុនពេលវេលាដ៏សំខាន់នេះក៏ត្រូវបានថតដោយ Bombay ផងដែរនៅទីបញ្ចប់ JE មិនបានឆ្លើយតបនឹងការតែងតាំងរបស់ Han-ol ទេហើយបានជ្រើសរើសចាកចេញបន្ទាប់មក JE បានធ្វើការជាមួយ Benjamin រហូតដល់ទីបំផុត JE អាចមានក្រុមហ៊ុនទូទាត់ប្រាក់ផ្ទាល់ខ្លួនរបស់គាត់លើពីនេះទៅទៀត Benjamin ក៏បានសម្របសម្រួលការវឹកវើយ៉ាងយកចិត្តទុកដាក់របស់ JE ដើម្បីឲ្យសមត្ថភាពរបស់គាត់អាចអភិវឌ្ឍបន្ថែមទៀតពីថ្ងៃមួយទៅមួយថ្ងៃបានបន្តរហូតដល់ Sumin និង Bombay បានពិភាក្សាអំពីលក្ខខណ្ឌរបស់ពួកគេ
វាបានបង្ហាញថាប៊ុំបៃបានដកខ្លួនចេញពីក្រុមហ៊ុនរបស់ Han Ol ហើយឥឡូវនេះគាត់ធ្វើការឲ្យក្រុមហ៊ុនរបស់ JE ម្យ៉ាងវិញទៀត Su Min នៅតែរឹងមាំហើយបានក្លាយជាកូនក្រុមចុងក្រោយរបស់ Han Ol ក្នុងឱកាសដដែលនោះ Su Min បានស្ដីបន្ទោសប៊ុំបៃចំពោះការបង្ហោះវីដេអូអំពីការបរាជ័យរបស់ Han Ol ក្នុងការប្រកួតជាមួយ JE ជាក់ស្ដែងវីដេអូនេះបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Han Ol ដែលបណ្ដាលឲ្យក្រុមហ៊ុនរបស់គាត់ជួបប្រទះវិបត្តិហិរញ្ញវត្ថុដោយសារពួកគេមិនសូវទទួលបានបេសកកម្មច្រើនដូចមុននោះទេបន្ទាប់ពីនោះ Doggo បានទៅជួប Han Ol ដើម្បីបង្ហាញព័ត៌មានសំខាន់ៗវាបានបង្ហាញថានៅពេលអនាគតដ៏ខ្លីខាងមុខនេះនឹងមានកិច្ចប្រជុំទូទៅមួយដោយអញ្ជើញក្រុមហ៊ុនស៊ីឈ្នួលសម្រាប់មនុស្សទាំងអស់បន្ទាប់មក Doggo បានស្នើសុំឲ្យ Han Ol ចូលរួមព្រោះ Han Ol នៅតែស័ក្តិសមសម្រាប់ការអញ្ជើញដោយដឹងពីវិបត្តិក្រុមហ៊ុនដែល Han Ol បានជួបប្រទះDoggo បានផ្ដល់ជំនួយក្នុងទម្រង់ជាបេសកកម្មពីរដែលនីមួយៗមានកម្រិត B និង D Doggo សង្ឃឹមថាចំណូលដែលបានពីបេសកកម្មនេះអាចបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរបស់ Han នៅចុងបញ្ចប់នៃកិច្ចប្រជុំ Doggo បានជូនដំណឹងថាក្រុមហ៊ុនរបស់ JE កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅពេលយប់ Su Min បានអនុវត្តបេសកកម្មកម្រិត B ដោយមានការអនុញ្ញាតពី Han Ol នៅក្នុងដំណើរការនេះ Su Min ត្រូវប្រយុទ្ធដើម្បីសម្លាប់បុរសរឹងមាំម្នាក់ពីមុន Su Min បានដោះស្រាយត្រឹមតែបេសកកម្មកម្រិត D ដែលជាកម្រិតទាបបំផុតHan Ol មានការសង្ស័យថាតើ Su Min អាចបំពេញបេសកកម្មកម្រិត B ដែលជាកម្រិតខ្ពស់បំផុតទី2បានឬអត់ទោះជាយ៉ាងណាក៏ដោយវាបានបង្ហាញថា Su Min បានគ្រប់គ្រងដើម្បីបញ្ចប់បេសកកម្មទាន់ពេលវេលាចាប់តាំងពីមានបេសកកម្មនេះមក Su Min មានសុទិដ្ឋិនិយមថានាងអាចបញ្ចប់បេសកកម្មកម្រិត A យូរទៅ Han Ol ទីបំផុតបានមកដល់ទីតាំងប្រជុំទូទៅមួយនោះបន្ទាប់មកថៅកែមួយចំនួនរបស់ក្រុមហ៊ុនបានបណ្ដេញ Han Ol ដែលពួកគេចាត់ទុកថាលែងជាម្ចាស់តំណែងឃាតករកំពូលទៀតហើយមិនយូរប៉ុន្មាន JA បានមកហើយចេតនាមិនអើពើនឹង Han Ol ដោយបង្ហាញថា JE ឥឡូវនេះជាគួរប្រកួតប្រជែងនឹង Han Ol បន្ទាប់មកនៅពេលដែលកិច្ចប្រជុំបានចាប់ផ្ដើម Doggo បានប្រកាសថាគាត់បានវិលត្រឡប់មកវិញហើយបានក្លាយជាអ្នកដឹកនាំរបស់ MK បន្ទាប់មក Doggo បានពិភាក្សាអំពីច្បាប់របស់ Min-Q ដែលឃាតករអាចទទួលយកបេសកកម្មដែលត្រូវបានអនុញ្ញាតដោយក្រុមហ៊ុនហើយមិនត្រូវបានអនុញ្ញាតឲ្យសម្លាប់កុមារក្រោមអាយុនោះទេថ្មីនេះចំនួនឃាតករដែលបំពានច្បាប់កំពុងកើនឡើងដោយសារតែពួកគេខ្វះបេសកកម្មនិងត្រូវការប្រាក់ចំណូលមិនថាហេតុផលអ្វីក៏ដោយ Doggo តាមរយៈ MK មានគម្រោងប្រហារជីវិតជនល្មើសទាំងអស់ដើម្បីស្ដារសន្តិភាពធ្នាប់ឡើងវិញលោក Doggo ក៏បានសង្កត់ធ្ងន់ផងដែរថាការដាក់ទណ្ឌកម្មអាចត្រូវបានដាក់ដោយក្រុមហ៊ុនខ្លាំងបំផុតប៉ុណ្ណោះដែលនោះគឺជាក្រុមហ៊ុន MK ចំពោះ JE នីតិវិធីដាក់ទណ្ឌកម្មនេះមានអារម្មណ៍ថាអយុត្តិធម៌ពីព្រោះក្រុមហ៊ុនផ្សេងទៀតក៏ចង់មានអ្នកឈ្នះដើម្បីដាក់ទណ្ឌកម្មជនល្មើសផងដែរដើម្បីបញ្ចប់ការត្រួតត្រារបស់ MKJE បានស្នើការប្រកួតប្រជែងជាមួយលោក Doggo ដោយប្រកួតគ្នានៅទីតាំងនោះដើម្បីឲ្យលោក JE អាចធ្វើការផ្លាស់ប្ដូរដ៏ធំមួយប្រសិនបើគាត់ឈ្នះប៉ុន្តែនៅទីបញ្ចប់ការប្រកួតនេះត្រូវបានលុបចោលដោយសារតែវាត្រូវបានរារាំងដោយ Han Ol ពេលវេលាបានបន្តរហូតដល់ JE បានប្រាប់ផែនការរបស់គាត់ទៅ Bun Bai ដែលបានក្លាយជាអ្នកត្រួតពិនិត្យរបស់ JE ជាក់ស្ដែង JE ចង់ប្រយុទ្ធជាមួយ Doggo យ៉ាងខ្លាំងដូច្នេះនាងនឹងញុះញង់គាត់ម្ដងទៀតដើម្បីប្រកួតគួរឲ្យភ្ញាក់ផ្អើលណាស់ JE ក៏មានគម្រោងសម្រាប់ Benjamin ដែរព្រោះគាត់ពិតជាស្អប់អាកប្បកិរិយារបស់ Benjamin ដែលធ្វើពុតជាមនុស្សនិងជោគជ័យជានិច្ចទន្ទឹមនឹងនេះ Han Ol បានអនុវត្តបេសកកម្មកម្រិត D ដែលផ្ដល់ដោយ Doggo ដោយកំណត់គោលដៅលើបុរសម្នាក់ឈ្មោះ Besu ជាក់ស្ដែង Besu គឺជាឃាតករស៊ីឈ្នួលដែលនឹងត្រូវប្រហារជីវិតពីបទទទួលយកបេសកកម្មដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុននៅទីបំផុត Han Ol មិនបានសម្លាប់ Besu ទេព្រោះគាត់ដឹងថា Besu បានបំពានច្បាប់ដោយសារតែវិបត្តិហិរញ្ញវត្ថុឥឡូវនេះ Han Ol មានគម្រោងដាក់បញ្ចូលលទ្ធផលនៃបេសកកម្មរបស់គាត់ដើម្បីបិទបាំងសកម្មភាពរបស់គាត់នៅថ្ងៃបន្ទាប់ Doggo បានតាក់ទង Han Ol ដើម្បីប្រាប់អំពីសកម្មភាពរបស់ JE ជាក់ស្ដែងមិន JE បានផ្ញើកាំបិតប្រឡាក់ឈាមទៅឲ្យ Doggo ជាសញ្ញានៃការស្នើសុំដើម្បីឲ្យនាងអាចប្រយុទ្ធជាមួយ Doggo បានពេលគាត់ដឹងរឿងនេះភ្លាម Han Ol បានសន្យាថានឹងបញ្ឈប់ JE ដើម្បីកុំឲ្យនាងនិង Doggo ប្រយុទ្ធគ្នាបន្ទាប់ពីនោះ Han Ol បាននិយាយជាមួយ JE បន្ទាប់មក Han Ol បានជំរុញឲ្យ JE លុបចោលការប្រកួតស្លាប់រស់ជាមួយ Doggo ពីព្រោះគាត់មិនចង់ឲ្យ JE ស្លាប់នៅក្នុងដៃរបស់ Doggo ទោះជាយ៉ាងណាក៏ដោយ JE នៅតែរឹងរូសហេតុផលគឺថាការប្រកួតនេះគឺជាឱកាសមួយសម្រាប់ JE ដើម្បីបញ្ជាក់ថាគាត់ខ្លាំងជាង Han Ol មិនយូរប៉ុន្មាន Besu បានបង្ហាញខ្លួននៅទីនោះហើយបានស្នើសុំឲ្យមានការកាត់ក្តីជាក់ស្ដែង Besu បានរាយការណ៍ទៅ MK អំពីការស្លាប់คล้ายៗរបស់គាត់ហើយគាត់បានត្រៀមខ្លួនរួចរាល់ហើយប្រសិនបើឃាតករផ្សេងទៀតមកប្រហារជីវិតគាត់នៅពេលដែលពេលវេលាត្រឹមត្រូវ Doggo បានបណ្ដេញ Han Ol ចេញពីតំណែងដោយសារតែបរាជ័យក្នុងលទ្ធផលនៃបេសកកម្មសម្រាប់ Besu ដោយសារតែភាពស្និទ្ធស្នាលរបស់ពួកគេ Doggo មិនបានដាក់ទណ្ឌកម្ម Han Ol ទេទោះជាយ៉ាងណាក៏ដោយ Doggo បានរំលឹកថាការបដិសេធនេះអាចជាបញ្ហាសម្រាប់ Han Ol នៅថ្ងៃបន្ទាប់ពីនោះ Han Ol បានជួប Boksun ឃាតករដែលបានសម្លាប់ Min-Shu បន្ទាប់មកដោយសារដំបូន្មានរបស់ Boksun Han Ol បានដឹងថាកិច្ចចាំបាច់របស់គាត់ឥឡូវនេះគឺការការពារ JE
នៅថ្ងៃបន្ទាប់ Han Ol បានជួប Doggo ជាក់ស្ដែង Doggo កំពុងរងចាំ JE អនុវត្តការប្រយុទ្ធស្លាប់រស់ដែលពួកគេបានព្រមព្រៀងគ្នាមិនយូរប៉ុន្មាន Han Ol បានវាយប្រហារ Doggo ដោយមានបេសកកម្មមួយដើម្បីបញ្ឈប់ការប្រកួតតែគេត្រូវបាន Doggo ធ្វើឲ្យរងរបួសបន្ទាប់ពី 2-3 វិនាទី JE បានមកហើយបានចាប់ផ្ដើមការប្រយុទ្ធរបស់ពួកគេទាំង3នាក់ក្នុងស្ថានភាពនេះ Han Ol បានព្យាយាមកម្ចាត់ Doggo ដើម្បីការពារ JE យ៉ាងណាក៏ដោយ JE មិនស្ទាក់ស្ទើរក្នុងការវាយប្រហារ Han Ol រាល់ពេលដែល Han Ol រាំងការប្រយុទ្ធរបស់ JE ប្រឆាំងនឹង Doggo ទេរឿងដូចគ្នានេះត្រូវបានធ្វើឡើងដោយ Doggo ពីព្រោះគាត់ចាត់ទុក Han Ol ជារបាំងបន្ទាប់ពីនោះ Doggo អាចបញ្ចប់ការប្រយុទ្ធរបស់ JE ដូច្នេះគាត់អាចបន្តប្រយុទ្ធជាមួយ Han Ol វិញដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង Han Ol បានយកឈ្នះ Doggo ហើយបានសុំឲ្យគាត់ចូលនិវត្តន៍កាលពីអតីតកាល Min Xu ក៏បានសុំឲ្យ Doggo ចូលនិវត្តន៍បន្ទាប់ពីបានយកឈ្នះគាត់ក្នុងការប្រកួតស្លាប់រស់ដោយ Han Ol ដែរ Min Xu មិនចង់សម្លាប់ Doggo ទេទោះបីជាគាត់បានឈ្នះការប្រកួតក៏ដោយខណៈពេលដែល Han Ol នៅតែផ្ដោតលើ Doggo JE បានបើកការវាយប្រហារដែលមិននឹកស្មានដល់ដែលនៅទីបំផុតបានសម្លាប់ Doggoវាបានបង្ហាញថា JE ចង់សម្លាប់ Doggo មិនត្រឹមតែដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ EK ប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើម្បីសងសឹក Doggo ដែលបានមើលស្រាលសមត្ថភាពរបស់ JE តាមពិត JE មានការតូចចិត្តនៅពេលឃើញ Han Ol ដែលតែងតែព្យាយាមការពារគាត់ JE ក៏បានដឹងដែរថា Han Ol បានចេតនាធ្វើចាញ់ពេលពួកគេប្រកួតគ្នានៅលើដំបូលអគារដើម្បីជាប្រយោជន៍ដល់ JE លើពីនេះទៅទៀត JE បានបង្ហាញថាគាត់លែងចង់ឲ្យ Han Ol ស្រឡាញ់និងលះបង់ដើម្បីនាងទៀតហើយចាប់ពីពេលនោះមក Han Ol នៅទីបំផុតបានប្រងើយកន្តើយនឹងរបួសរបស់ JE មួយសន្ទុះក្រោយមក JE បានថ្លែងអំណរគុណដល់ Benjamin ដែលបានជួយយាននាងឲ្យរីកចម្រើនរហូតមកដល់ពេលនេះ JE ក៏បានប្រាប់គាត់ផងដែរថាក្រុមហ៊ុនរបស់គាត់នឹងបញ្ចប់ការទិញយក MK ក្នុងពេលឆាប់ៗនេះពេល Benjamin ចាក់ចេញ JE បានបង្ហាញថាគាត់បានរៀបចំអន្ទាក់មួយដើម្បីបញ្ចប់ផែនការរបស់គាត់ក្នុងការសម្លាប់ Benjamin មិនយូរប៉ុន្មាន Benjamin មានការភ្ញាក់ផ្អើលនៅពេលឃើញ Han Ol បន្លំខ្លួនធ្វើជាអ្នកបើកបរឡានរបស់គាត់បន្ទាប់មក Han Ol បានត្រៀមខ្លួនសម្រាប់ Benjamin ជាការសងសឹកពីព្រោះ Benjamin បានព្យាយាមបំបែកបំបាក់ Han Ol និង JE ហើយភាពយន្តនេះក៏ចប់នោះហើយជារឿងទាំងមូលរបស់ Mantis ដែលត្រូវបានចេញផ្សាយនៅឆ្នាំ2025សូមអរគុណសម្រាប់ការទស្សនារឿងនេះហើយជួបគ្នានៅរឿងបន្ទាប់